នេះជាទំនប់វារីអគ្គិសនី by Heten គឺជាលទ្ធផលនៃការរៀបចំផែនការយ៉ាងល្អិតល្អន់ដោយមនុស្ស 50,000 នាក់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ការសាងសង់ត្រូវចំណាយពេល12ឆ្នាំនិងទាមទារការវិនិយោគ$32,000 លានស្ថានីយ៍វារីអគ្គិសនីនេះទទួលបានកំណត់ត្រាពិភពលោកដំបូងគេចំនួន6និងជាប់ចំណាត់ថ្នាក់ជាស្ថានីយ៍វារីអគ្គិសនីធំជាងគេទី2នៅលើពិភពលោកដោយចាញ់តែទំនប់ Three Gorge Dam ប៉ុណ្ណោះ Three Gorge Dam ក៏ជាទំនប់វារីអគ្គិសនីធំបំផុតនៅចិននិងនៅលើពិភពលោកដែរជាមួយនឹងសមត្ថភាពផលិតថាមពលប្រចាំឆ្នាំ 140,000 លានគីឡូវ៉ាត់ម៉ោងត្រឹមតែមួយថ្ងៃទំនប់វារីអគ្គិសនី by Heten អាចផ្គត់ផ្គង់អគ្គិសនីសម្រាប់មនុស្ស 50,000 នាក់ពេញមួយឆ្នាំមានទីតាំងនៅតំបន់លៀនសានក្នុងខេត្តស៊ីឈួននិងខេត្តយូណានគម្រោងដ៏អស្ចារ្យនេះបង្ហាញពីជំនាញវិស្វកម្មរបស់ប្រទេសចិនសមិទ្ធផលដ៏អស្ចារ្យបែបនេះអាចសម្រេចបានតែតាមរយៈចក្ខុវិស័យនិងសមត្ថភាពរបស់ប្រទេសចិនប៉ុណ្ណោះសូមសរសើរចំពោះភាពអស្ចារ្យនៃវិស្វកម្មនេះតោះថ្ងៃនេះ admin សូមណែនាំ app ebook ដែលមានសៀវភៅដូចជាសៀវភៅសេដ្ឋកិច្ចសៀវភៅអភិវឌ្ឍសមត្ថភាពសៀវភៅសហគ្រិនភាពសៀវភៅទីផ្សារសៀវភៅមុខចំនួនល្បីៗទាញយកតាមដំណរភ្ជាប់ខាងក្រោមនេះបង់ប្រាក់ជាមួយ ABA លោកអ្នកអាចស្ដាប់បានដោយស្វ័យប្រវត្តិ